Nên nốt chiaប្រជានេសាទចិញ្ចឹមត្រីពងនៅក្នុងសហគមន៍ត្រពាំងសង្កែឃុំកូនស័ព្ទស្រុកទឹកឈូខេត្តកំពតតាំងពីដើមមកសហគមន៍របស់លោកបានរំពឹងទាំងស្រុងទៅលើផលនេសាទសមុទ្រដូចជាក្តាមបង្គាមឹកនិងត្រីជាដើមដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះកត្តាធម្មជាតិបានធ្វើឲ្យទិន្នផលត្រីក្នុងសមុទ្រមិនមានគ្រប់គ្រាន់ដូចមុនឡើយទន្ទឹមគ្នានេះការចេញទូកទៅនេសាទលើលំហសមុទ្រក៏កំពុងប្រឈមនឹងគ្រោះថ្នាក់ផងដែរនេះខ្ញុំនិយាយថាអ្នកនេសាទយើងនេសាទនេះហានិភ័យខ្ពស់ទី1ទី2យើងប៉ះរលកខ្យល់ព្យុះភ្លៀងមកគឺយើងពិបាកវេទនាហើយបើយើងក៏លេចមកការចិញ្ចឹមត្រីនេះវិញយើងងាយស្រួលបំផុតហើយយើងអត់មានអីពិបាកទេយើងថែទាំពិបាកតែថែទាំនឹងឲ្យចំណីតែប៉ុណ្្នឹងទេងាយស្រួលបំផុតឧទាហរណ៍ថាដល់ម៉ោងឲ្យចំណីស៊ីម៉ោងប្រហែលពេលព្រឹកម៉ោងល្ងាចពេលម៉ោងប្រហែលហើយដល់ពេលយើងទទួលផលវិញក៏យើងងាយស្រួលដែរណាយើងអត់មានពិបាករឿងខ្លាចភ្លៀងខ្លាចខ្យល់ទេចង់ភ្លៀងចង់ខ្យល់ទេយើងអត់បារម្ភទេអញ្ចឹងហើយបើសមាជិកមួយចំនួនគាត់វិលបកពីនេសាទគាត់មកចិញ្ចឹមត្រីដើម្បីបង្កើតជីវភាពរបស់គាត់លោកម៉ាត់ក្រហេតអ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ SAX ចុងប្រចាំតំបន់ឆ្នេរបានបញ្ជាក់ថាគម្រោងចិញ្ចឹមត្រីឆ្ពង់បានជួយជាសម្ភារៈប្រើប្រាស់ធ្វើបែផ្ដល់ពូជកូនត្រីនិងការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រីសម្រាប់ពលរដ្ឋរស់នៅតាមតំបន់ឆ្នេរគោលបំណងរបស់យើងគឺយើងចង់ឲ្យមានកាត់បន្ថយនៅក្នុងការប្រើបទល្មើសនេសាទខុសច្បាប់នៅពេលដែលគាត់ទៅនេសាទអត់បានគាត់អាចបខំចិត្តប្រើទៅបទល្មើសនេសាទខុសច្បាប់មួយចំនួនអញ្ចឹងយើងឲ្យពួកគាត់ចិញ្ចឹមនៅពេលនេះគឺពួកគាត់អាចរកប្រាក់ចំណូលបានតាមរយៈការចិញ្ចឹមឲ្យពួកគាត់មានពេលវេលាច្រើននៅផ្ទះអ្នកមួយចំនួនគាត់គឺជាអតីតអ្នកនេសាទដែលគាត់ចេញទៅមកយប់ហាលភ្លៀងហាលខ្យល់ពិបាកមែនទែនតម្រុំបានលុយតែឥឡូវគាត់មកចិញ្ចឹមត្រីគឺគាត់អាចនៅផ្ទះបានហើយពេលទៅនេះគាត់អាចបើកទូកដឹកភ្ញៀវទៅកំសាន្តនៅក្នុងសហគមន៍របស់យើងហើយមួយចំនួនទៀតគាត់អាចចិញ្ចឹមមាន់ចិញ្ចឹមទានៅផ្ទះបានអញ្ចឹងគាត់មានពេលវេលាច្រើនហើយគាត់អាចមានពេលវេលាមើលកូនមើលចៅរបស់គាត់បានដែរអញ្ចឹងគាត់មិនយកជីវិតរបស់គាត់ទៅបន្ថយទៅលើការនេសាទនៅសមុទ្រដែលមានភ្លៀងខ្យល់ព្យុះអីចឹងទេគឺគាត់អាចរស់នៅបានស្រួលហើយពួកគាត់អាចចិញ្ចឹមនៅក្នុងចិត្តផ្ទះរបស់ពួកគាត់បានដូចព្រែកនេះនៅភូមិចិត្តហ្នឹងគាត់អាចមកចិញ្ចឹមនៅចិត្តហ្នឹងបានអញ្ចឹងវាធ្វើឲ្យពួកគាត់នឹងមានពេលវេលាច្រើនហើយយើងចង់កាត់បន្ថយតាក់ទងជាមួយនឹងការនេសាទសមុទ្រអ្វីដែលយើងចំណោយផលគឺដោយសារយើងចិញ្ចឹមក្នុងព្រែកហើយព្រែកយើងវាមានទឹកល្អអត់មានជាតិពុលពីលើខាងក្រោមអីអត់មានទេហើយដោយសារយើងនៅខាងក្រោមយើងមានព្រៃកោងកាងវាធ្វើឲ្យចម្រោះទឹកបានស្អាតមានព្រៃកោងកាងដូចជាមានធុងសម្រោះមួយទៅសម្រោះទឹកឲ្យវាបានស្អាតអត់មានកកសូមមានកកសូមមានកំអែលអីផ្សេងហើយត្រីនៅតំបន់ត្រពាំងសង្កែនេះយើងបរិភោគទៅភាគច្រើនយើងគាត់ថាឆ្ងាញ់ទៀតដោយសារវាអត់ស្អាតលោកលីវសុផលវ័យ42ឆ្នាំដែលធ្លាប់តែប្រកបរបរនេសាទសមុទ្រជាង20ឆ្នាំមកហើយនោះបានងាកមកចិញ្ចឹមត្រីឆ្ពង់វិញដែរបច្ចុប្បន្នលោកសុផលកំពុងមមាញឹកចិញ្ចឹមត្រីឆ្ពង់ចំនួន 2000 កូនដោយប្រើប្រាស់បែចំនួន 6 ប៉ុន្តែមិនទាន់បានបញ្ចេញលក់លើទីផ្សារនៅឡើយទេបញ្ហាប្រឈមដែលយើងជួបប្រទះទៅចំត្រីឆ្ពង់នេះដោយសារបច្ចុប្បន្ននេះអត់ទាន់មានបានយើងពីរដូវកាលមុនវាមានបញ្ហាទឹកក្តៅការប្រែប្រួលការធាតុដែរធ្វើឲ្យត្រីងាប់អញ្ចឹងណាហើយដោយសាររាំងពេកក៏វាធ្វើឲ្យទឹកនឹងវាមានកំហាប់អំបិលខ្ពស់ត្រីយើងក៏លូតលាស់យឺតដែរបញ្ហាប្រឈមដែលយើងដាក់ត្រីចូលក្នុងក្បែរនេះភាគច្រើនដោយសារបែយើងដាក់ទៅបើសិនជាបែហ្នឹងយើងអត់បានលាងអាសាលាងឬក៏អាសាដោះដូរវាទេធ្វើឲ្យមានសន្លែឬក៏សត្វអីមកតោងខ្លាំងទៅវាធ្វើឲ្យមានកើតជំងឺកើតចៃកើតអីផ្សេងជាច្រើនចឹងហើយបើសិនជាយើងចាំទាំងអស់គ្នាក៏ជួយថែសរសើរឬក៏សម្អាតបែបានល្អគឺអត់មានបញ្ហាទេប៉ុន្តែបើអ្នកដែលគាត់អត់មានបែផ្លាស់ប្ដូរច្រើនវាធ្វើឲ្យមានបញ្ហាដែរហ្នឹងនៅតំបន់យើងដែលយើងចាំសពថ្ងៃនេះហើយកន្លងមកយើងធ្លាប់ជួបផ្ទះដែរបែរនេះវាសំខាន់ជាងអីទាំងអស់ដោយសារយើងដាក់យូរទៅត្រាំក្នុងទឹកយូរទៅវាដោះចលែវាសត្វនេះមកតោងសត្វនោះមកតោងមកហើយវាធ្វើឲ្យអាទឹកហូរចេញចូលអត់មានខ្យល់អុកសែនល្អធ្វើឲ្យត្រីមានជំងឺដែរអញ្ចឹងរាល់ថ្ងៃនេះយើងមានបទពិសោធន៍ដែរយើងដូរបែដូចខាងនោះបែយើងមានច្រើនអញ្ចឹងយើងដូរផ្លាស់ប្ដូរគ្នា2 ខែដូរម្ដង2 ខែដូរម្ដងដូរបែឡើងវិញรับมองวิสมอดมองหลักลอยเธอ
ដើមទុនដោយថ្លៃចំណីយើងចំណាយជាប្រចាំយើងដោយសារយើងអត់មានលុយជាដុំកពួនសម្រាប់ចំណាយអញ្ចឹងយើងរោពីមុខរបរផ្សេងយកមកចំណាយទៅលើត្រីឧទាហរណ៍និយាយជាក់ស្ដែងមួយថ្ងៃយើងចំណាយនៅចន្លោះ 40000 ឬក៏ 50000 បាត់ហើយអំឡុងរាលត្រីរបស់យើងមានចំនួនយើងដាក់កូន 1000 ក្បាលហ្នឹង3បែហ្នឹងគឺវាចំណាយទៅខ្ទង់ហ្នឹងហើយអញ្ចឹងទម្រាំដល់ពេលលក់វាច្រើនលានដែររំដល់បានផលនឹងយើងលក់ ដោយមើលឃើញថាត្រីឆ្ពង់មានទីផ្សារល្អហើយងាយចិញ្ចឹមលោកអ៊ុនកំរីបានសាកល្បងចិញ្ចឹមត្រីឆ្ពង់បន្ថែមពីការងារអ្នកបើកទូកដឹកភ្ញៀវទេសចរក្នុងរយៈពេលចាប់ដើម 4 ខែមកនេះបញ្ហាប្រឈមរបស់លោកកំរីគឺដើមទុនទិញចំណីចិញ្ចឹមត្រីជាទូទៅអ្នកចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍ត្រពាំងសង្កែខេត្តកំពតត្រូវចំណាយថវិកាលើចំណីត្រីប្រហែល 7 ទៅ 8 លានរៀលដើម្បីអាចចិញ្ចឹមកូនត្រីចំនួន 1000 ក្បាលក្នុងបែចំនួន 3 និងប្រើពេលប្រមាណ 8 ខែទម្រាំបានលក់ចេញ ក្តីព្រួយបារម្ភយើងនៅតែមានក៏ប៉ុន្តែដោយសារយើងឃើញអ្នកចិញ្ចឹមមុនចឹងថាអ្នកដែលគេដើរមុនវាបញ្ហាប៉ុណ្ណឹងវាមានតិចតួចតែអញ្ចឹងទៅជំរុញឲ្យយើងហ៊ានបន្ថយហ្នឹងផ្សងជាមួយការចិញ្ចឹមហ្នឹងដូចក្រែងលោបានផលដូចគេអញ្ចឹងហើយណាមួយទីផ្សារត្រីឆ្ពង់នោះនេះធំអត់តាន់ឥឡូវអត់មានត្រីចាប់លក់ឲ្យភ្ញៀវទៀតដោយសារវគ្គមុននោះរបស់គេចិញ្ចឹមលក់អស់ហើយយើងចិញ្ចឹមវគ្គក្រោយអត់តាន់អញ្ចឹងនៅអំឡុងពេលហ្នឹងគេពងតាអត់មានត្រីលក់ ប្រជានេសាទចិញ្ចឹមត្រីឆ្ពង់មានការរំពឹងខ្ពស់សម្រាប់ផលចំណេញខណៈបច្ចុប្បន្នហាងឆេងត្រីតម្លៃចន្លោះពី 20000 រៀលទៅ 23000 រៀលក្នុង 1 គីឡូក្រាមទម្ងន់ត្រីឆ្ពង់ដែលអាចលក់ចេញគឺចាប់ពី 9 ខាំដល់ 1 គីឡូ 2 ខាំ តម្រូវការរបស់អតិថិជនពួកអីត្រីនេះគេខែប្រាំងឡើងគេយកទៅការធ្វើម្ហូបកៅឡាវឬក៏ចេញតុកការគេហ្នឹងហើយនៅភូមិនេសាទនានាគេពេញនិយមឥឡូវដោយសារត្រីឆ្ពង់ហ្នឹងហើយយើងសង្ឃឹមថាត្រី3បែនេះវាមានចំនួន 1000 ក្បាលប៉ុន្តែយើងសង្ឃឹមថានឹងទទួលផលមកវិញបានអ្វីដែលយើងចង់បានគឺត្រឹម 80% យើង ដោយសារខ្ញុំគិតមើលត្រីខ្ញុំ 1000 ហ្នឹងខ្ញុំវាយងាប់អស់ 100 នៅសល់ 900 សល់ 900 ចុះខ្ញុំវាយទៅសល់ 900 សល់ 900 បើខ្ញុំគិតទល់រយៈភាពខ្ញុំលក់ខ្ញុំគិតតែ1គីឡូ1គីឡូបើខ្ញុំលក់ហើយ1គីឡូរយៈពេល 7 ខែហើយ 7 ខែយើងគិតទល់រយៈភាពចំណីហ្នឹងអស់វង 7 8 លាននេះហើយប៉ុណ្ណឹងឯងអញ្ចឹងយើងគុណនោះ1គីឡូ 20000 ហើយ 800 គីឡូវាឡើង 6 10 លានបាត់ហើយអញ្ចឹងវាអាចយើងចំណេញហើយនេះស្ថានភាពត្រីជាក់ស្ដែងវាអត់ងាប់ព្រោះត្រីនេះចិញ្ចឹមទៅវាមានហានិភ័យដែរ